ការប្រកួតនេះគឺក្រៅរំលឹកទៅឲ្យបងប្អូនជាពលរដ្ឋដែលគាត់មានភាពសឹកឲ្យគាត់មានភាពសប្បាយរីករាយឡើងវិញហើយសង្ឃឹមថាឆាប់នេះបងប្អូននៅទីនេះនឹងបានវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយសុខសាន្តនិងសន្តិភាពរាមគុណខ្មែរសករាជថ្មីព្រឹត្តិការណ៍អារាមគុណខ្មែរនៅពេលកន្លងទៅបានអង្រួនបេះដូងអ្នកគាំទ្រស្ទើរគ្រប់ទិសទីជាក់ស្ដែងក្នុងអំឡុងពេលដែលក្រុមការងារបោះទីតាំងនៅបរិវេណវត្តពោធិ៍5000លើទឹកដីនៃខេត្តព្រះវិហារដែលជាចំណុចនៃទីតាំងសម្រាប់ទទួលបងប្អូនជនភៀសសឹកមកពីតំបន់ដែលត្រូវឈ្លានពានដោយប្រចាំមិត្តក្នុងឱកាសនោះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមពិធីករពិធីការនីព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹកជាច្រើនអ្នកជាអ្នករៀបចំកម្មវិធីគុនខ្មែរ Super Fight លោកនូពៅបានបង្ហាញពីវត្ថុបំណងនិងសុទិដ្ឋិនិយមចំពោះកម្មវិធីអារាមគុនខ្មែរយ៉ាងបែបនេះថាតាមពិតពីមុនយើងអត់មានកម្រងមកដល់នេះទេរឿងនេះយើងស្ទើរតែនឹកមិនដល់ហើយក៏មកទីនេះគឺដើម្បីធ្វើឲ្យបងប្អូនជនភៀសសឹករបស់យើងបងប្អូនភៀសសឹករបស់យើងបានទស្សនាការប្រកួតបដាល់គុនខ្មែរផងដែលគាត់រស់នៅទីនេះរយៈពេលយូរដែរអញ្ចឹងគាត់ប្រកាសតែមានការអបសុកគាត់ប្រកាសជាមានបញ្ហាមួយចំនួនដែលមិនបានទស្សនាការសប្បាយផ្សេងអញ្ចឹងអារាមគុនខ្មែរក៏ស្ពោះដំណើរមកដល់ទីនេះដើម្បីជូនបងប្អូនដែលបានមកដល់ទីនេះកម្មវិធីនេះលេចរូបរាងឡើងគឺដោយមានអនុសាសន៍ដ៏ថ្លៃថ្លាពីអាដាមហ៊ុននីលោកបានផ្ដល់យោបល់ទៅដល់បងស៊ីតូនឋានហើយបន្ទាប់មកក្រុមការងារក៏បានធ្វើការតំណាក់តំណងហើយក៏បានចូលរួមចំណាយពីថ្នាក់ខេត្តលោកក៏បានជ្រោមជ្រែងជួយហើយជាពិសេសគឺក្រុមហ៊ុនលោកញ៉ាំស្មារតីវឌ្ឍនៈលោកក៏ផ្ដល់ជាការឧបត្ថម្ភទាំងស្រុងសម្រាប់ធ្វើការមកដល់ទីនេះអញ្ចឹងគឺចៅរួមចំណែកជាច្រើននៅក្នុងការដឹកនាំអារាមគុនខ្មែរមកដល់ទឹកដីខ្ញុំគិតថាជាប្រវត្តិសាស្ត្រមួយសម្រាប់អារាមគុនខ្មែរដែលទើបតែកកើតហើយបានមកដល់ទឹកដីខេត្តនៃខេត្តព្រះវិហារហើយបានឲ្យបងប្អូនប្រជាជនភៀសសឹកដែលគាត់មកស្នាក់នៅទីនេះគាត់បានមានន័យថាគាត់មានអារម្មណ៍មួយគឺដិតដាមជាប់ជាមួយនឹងវិស័យគុនខ្មែរនេះហើយក៏លោកក៏ខ្ញុំជឿថាពួកគាត់នឹងចងចាំនៅព្រឹត្តិការណ៍មួយនេះព្រោះព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏សំខាន់ហើយវាមិនធំប៉ុន្តែវាបានរួមចំណែកឲ្យបងប្អូនដែលនៅទីនេះបានចងចាំនៅថាអូអារាមគុនខ្មែរបានមកដល់ទឹកដីនេះហើយគាត់បានសប្បាយរីករាយហើយគាត់ពេលដែលគាត់ប្រទេសយើងសុខសាន្តវិញគាត់នឹងត្រឡប់ទៅស្រុកកំណើតវិញត្រឡប់ទៅផ្ទះវិញលោកក៏ចងចាំនៅកម្មវិធីអារាមគុនខ្មែរនេះក្នុងនាមជាប្រជាពលរដ្ឋមួយរូបសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនៅទីនេះនឹងឆាប់បានវិលទៅកាន់ទីលំនៅរបស់បងប្អូនវិញឆាប់ហើយនឹងការយកចិត្តទុកដាក់និងជឿជាក់ទៅលើរាជរដ្ឋាភិបាលដែលលោកបាននឹងកំពុងតែធ្វើការយ៉ាងសកម្មហើយសង្ឃឹមថាឆាប់នេះបងប្អូននៅទីនេះនឹងបានវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយសុខសាន្តនិងសន្តិភាពដោយឡែកសម្រាប់កីឡាកររួមទាំងគ្រូបង្វឹកបានសម្ដែងនៅចំណាប់អារម្មណ៍ចំពោះកម្មវិធីនិងសមានចិត្តទៅកាន់ជនភៀសសឹកយ៉ាងដូចនេះថនថារៀងកំសត់ដែរឃើញបងប្អូនប្រជាជនខ្មែរយើងគាត់ភៀសខ្លួនមកនៅនេះហ៎យើងពេលឃើញគាត់ចឹងយើងយ៉ាងអាណិតដែរចឹងព្រោះយើងមានសង្គ្រាមមួយសៀមថ្ងៃហ្នឹងមានអីទេមានតែឡើងទៅវាយឲ្យពួកគាត់មើលទស្សនាហើយនឹងវាយអស់ពីលទ្ធភាពប៉ុណ្ណឹងសម្រាប់ខ្ញុំ 70% ហ្នឹងខ្ញុំវាយក្បាច់អត់វាយបុកអត់ចូលចិត្តបុកចូលចិត្តក្បាច់វាយភាគច្រើនឈ្នះសរសើរជង្គង់ខ្ញុំប្រកួត13ដងហើយថ្ងៃនេះខ្ញុំវាយគីឡូ54ខ្ញុំឈ្នះ10ចាញ់3មកពីពុកសុផលក៏ពុកកសៃថ្ងៃហ្នឹងវាយម៉ាតនខ្ញុំអត់មានអីមានតែជូនពរពួកគាត់បានឆាប់ទៅផ្ទះវិញហ្នឹងហើយអត់មានអីច្រើនមានតែប៉ុណ្ណឹង ជាលើកទី1នៅពេលដែលយើងត្រឡប់មកបាននៅប្រកួតនៅជ័យដែនអញ្ចឹងឃើញទស្សនវិជ្ជា
ในការភៀសខ្លួនរបស់ជនភៀសសឹកឃើញគាត់រងនៅទុក្ខវេទនាអញ្ចឹងយើងមានអារម្មណ៍ក្តុកក្តួលសម្រាប់អត្ថន័យក្នុងការប្រកួតនេះគឺក្រោយរំលឹកទៅឲ្យបងប្អូនជាពលរដ្ឋដែលគាត់មានភៀសសឹកឲ្យគាត់មានភាពសប្បាយរីករាយឡើងវិញដើម្បីកុំឲ្យមានគាត់មានសម្ពាធក្នុងការនៅក្នុងសង្គ្រាមហើយឲ្យគាត់តាំងស្មារតីដើម្បីឲ្យបានមោះមុតក្នុងការតស៊ូរស់នៅជាមួយនឹងប្រជាជាតិប្រទេសរបស់យើងតទៅទៀត សូមបញ្ជាក់ជាថ្មីថាបើតាមលោកស៊ីថូណាថាន់ដែលជាស្ថាបនិកបានឲ្យនេត្រាផុសដឹងថាលោកចង់ឲ្យកម្មវិធីអារាមគុនខ្មែរបានសាយភាយទៅគ្រប់ទីអារាមទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាប្រសិនកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះនៅតែមានការគាំទ្រនិងចូលរួមយ៉ាងពេញទំហឹងពីគ្រប់ទិសទី